ពាក្យណាមួយទៅនិយាយថាអាក្រក់អីពួកកុម្មុយនីសនៅតែកុម្មុយនីសល្អយើងស្អប់កុម្មុយនីសមួយណាឥឡូវចិនក៏កុម្មុយនីសយួនកុម្មុយនីសចុងមកចាប់ទៅឆ្លើយប្រាប់ថាខ្លួនឯងចាញ់បោកយួនជាកពើហើយចុះចិននឹងវាជាស្អីនឹងហើយដែលយើងជួបវិនិច្ឆ័យកម្មអស់នៅបណ្ដាលមកវិញបណ្ដាលមកពីស៊ីនោះខ្ញុំសូមសួរថាក្រោយពីឆ្នាំ60មកទល់សប្តាហ៍ថ្ងៃហ្នឹងតើយើងសូមសួរថាស្ដេចស៊ីនោះបានបង្កអីខ្លះមកលើប្រទេសជាតិអានឹងហើយដែលយើងជួបនៅវិនិច្ឆ័យកម្មពីបញ្ហាដែលនាំកុម្មុយនីសចូលស្រុកហើយបង្កឲ្យយួនហ្នឹងសម្លាប់ម៉ែហើយយួនទឹកដីខ្មែរក្រោយពីឆ្នាំ1979ខ្លួនឯងបានតាំងងារទៅបង្កើតនៅចលនាតាមជីដែនបង្កើតទៅចលនាតាមជីដែនតែទៀតជាមួយនឹងក្រុមខ្មែរក្រហមណាជាមួយក្រុមខ្មែរក្រហមថាក្រុមពលពតហើយនឹងក្រុមលោកស៊ុនសានហើយនឹងក្រុមខ្លួនឯងហ្នឹងអាស៊ីនុនិយមមិនត្រឹមតែប៉ុណ្ណេះប្រជាពលរដ្ឋទៅដេកនៅក្នុងជំរំខៅដានទៅអូសទាញពីប្រជាពលរដ្ឋដែលគ្នាកិច្ចពីសង្គ្រាមយកទៅអ្នកដែលខៅដានដែលជាស្ដេចមួយបំណែកហ្នឹងដែលរត់ទៅតាមស៊ីនុក្រោយមកយួនផ្លោកងាប់មិនទៅនៅក្នុងជំរំអូស្មៅនេះហើយដែលជាវិនិច្ឆ័យកម្មដែលអ្នកដែលជាស្ដេចគ្មានអ្នកណាមួយបានស្លាប់ល្អទេរហូតមកទល់សប្តាហ៍ថ្ងៃដែលយើងជួបនៅវិនិច្ឆ័យកម្មបាត់បង់ទឹកដីទាំងអស់ដោយសារស្ដេចយើងសូមសួរថាស្ដេចដែលចេញមុខមួយណាមកទាមទារយកអីមួយបានទេអានេះយើងនិយាយពីត្រង់នៅក្នុងឆ្នាំសម័យ79ដែលតស៊ូរហូតមកទល់93អ្វីដែលយើងបានហ្នឹងអ្នកចលនាតស៊ូស្លាប់មនុស្សអស់30ម៉ឺននាក់ទាំងរំដែលយើងតស៊ូបានឆ្នាំ1993ហ្នឹងដែលយើងទាមទារបានអង្គការសហជាតិបាន UN គេចុះទៅគេចំណាយអស់2 billion បានតែ2កោតគេចុះមកជួយស្រុកខ្មែរដល់តែចុងបញ្ចប់ក្នុងកូនចៅរាជវង្សសានវង្សខ្លួនឯងហ្នឹងមិនសុខចិត្តទៅសហការជាមួយហ៊ុនសែនណាដែលចាញ់សិលឹកឆ្នោតហើយទៅសហការជាមួយហ៊ុនសែនទៅបង្កើតនៅតំបន់អភិគមនៅមកខាងត្រើយទន្លេចុងបញ្ចប់ទៅចាញ់ការគម្រាមកំហែងរបស់ហ៊ុនសែនបែបហៅថាពួកអាកូនខ្លួនឯងក្បត់ជាតិវងក្បត់ជាតិបើថាសហការមួយហ៊ុនសែនដើម្បីមកទៅតំបន់អភិគមហើយដល់ចុងបញ្ចប់ចង់ឲ្យអាពាក្យប្រើពាក្យបង្រួមហ្នឹងដែលធ្វើឲ្យវិនិច្ឆ័យកម្មខ្មែរយើងមកទួលសប្ងៃប្រើពាក្យមួយម៉ាត់បង្រួមចុងបញ្ចប់ដេញ UN ចេញ UN ដឹងច្បាស់ណាស់ទីអនុជាគំនិតអាក្រក់បំផុតដល់ហើយបាន UN គេទុកដៃក្រុមគេហៅថាអង្គការកៅរដ្ឋាភិបាលចាំមើលអង្កេតការរក្សាលទ្ធិប្រជាធិបតេយ្យអ្នកដែលមើលឃើញច្បាស់បំផុតហ្នឹងដែលឃើញយួននៅពេញស្រុកខ្មែរហ្នឹងគឺពលពដេងមិនព្រមចូលសហការជាមួយនៅការបោះឆ្នោតដោយសារឃើញច្បាស់ណាស់ពីយួនអត់បានចេញស្រុកខ្មែរទេហើយគំនិតស៊ីអនុណាគំនិតបែកទៅក្បាលយួនទៀតនឹងហើយដែលយើងជួបនៅវិនិច្ឆ័យកម្មពី93បង្កើតទៅហៅថាជានាយករដ្ឋមន្ត្រីទី1នាយករដ្ឋមន្ត្រីទី2រហូតមកទល់គេយកព្រំដែនគេធ្វើបាបប្រជារាស្ត្រគេធ្វើបាបប្រជាពលរដ្ឋយើងមិនដែលឃើញស៊ីអនុចេញមួយម៉ាត់មកមួយណាថាមកជួយប្រជាពលរដ្ឋទេស្រុកចិត្តតែមានរឿងប៉ប់ឡើងរត់ទៅស្រុកចិត្តឥឡូវនេះកូនថែមមួយទៀតហើយអានឹងគេហៅថាខូចពីឪវារសាយដល់កូនខូចពីដូនសូនដល់ចៅអានេះសូត្របន្តគ្នាទៀតហើយឥឡូវនេះចូលនៅក្នុងសីហមុនីបន្តមួយទៀតហើយដំណើរទៅមួយទៀតហើយដូចគ្នាមានរឿងអីរត់ទៅស្រុកចិត្តយកចិនជាអំណះយើងមើលឃើញតែអាចិននឹងអាក្រក់ហើយតែយើងនាំគ្នាក្រុមទូស្រាតផ្ដាច់សួរថាយើងផ្ទះកភ្លៀងខ្លួនឯងឬក៏អត់ហើយបងប្អូនមួយចំនួននាំគ្នាក្រុមទូស្រាតហើយនាំគ្នាស្អប់ហ៊ុនសែនសួរថាបងប្អូនផ្ទះកភ្លៀងខ្លួនឯងទេដូចអាអ្នកដែលក្នុងមួយចំនួនដែលជឿស្រាច់ហ្នឹងសួរផ្ទះកភ្លៀងខ្លួនឯងអត់អ្នកណាអ្នកលើកហ៊ុនសែនឡើងអ្នកណាអ្នកលើកហ៊ុនសែនឡើងឲ្យធ្វើជាកូនធัวនោះបើយើងស្អប់ហ៊ុនសែនក៏ដូចយើងស្អប់ស្រាច់ហេតុអីបានយើងនាំគ្នាកាន់ជើងស្រាច់ក្រុមទូស្រាតហើយទៅវាយហ៊ុនសែនសួរថាបងប្អូនផ្ទះកភ្លៀងខ្លួនឯងទេហើយយើងសួរថាយើងបានអីមកវិញអានឹងហើយជាភាពវិនិច្ឆ័យកម្មរបស់ខ្មែរយើងដោយជំនឿមកមួយអ្វីហៅជំនឿមកមួយគេនិយាយប៉ះពាល់បានរយៈកាលពី93មកទល់សប្តាហ៍ថ្ងៃស្ដេចបានបង្កើតតែចំណុចមួយទេកាឡាអូខេ4ទៅ10វល់នេះជាស្ដេចដែលអាចធ្វើបាននឹងហើយដែលខ្ញុំបដិសេធដាច់ខាតរាល់អ្នកនយោបាយណាក៏ដោយបើនៅតែគ្រប់គ្រងហើយនៅតែហែហោមតាមខ្ញុំអៀកំសេងអត់លើកលែងទេនេះក៏ខ្ញុំចង់បញ្ជាក់ឲ្យច្បាស់លាស់ដែលជួបនៅវិនិច្ឆ័យកម្មមកទល់សប្តាហ៍ថ្ងៃយើងនិយាយពីស្ដេចយើងសប្តាហ៍ថ្ងៃវិញអានឹងចាំបន្តិចទៀតខ្ញុំនឹងចាក់សម្ដីលោកឯកឧត្តមសំរងស៊ីដែលគាត់ប្រើពាក្យមួយទៅហែហោមទៅតាមពាក្យករណាទទួលស្គាល់ហ្នឹងឥឡូវនឹងខ្ញុំនឹងចាក់សម្លេងហ្នឹងដើម្បីឲ្យបងប្អូនស្ដាប់ព្រឹត្តិការណ៍ដ៏សំខាន់ចុងក្រោយនេះគឺព្រះរាជសារនៃព្រះមហាក្សត្រដែលលោកបានប្រទានមកប្រជាពលរដ្ឋខ្មែរពីទីក្រុងបេកាំងកាលពីថ្ងៃ30ខែសីហាកន្លងមកនេះខ្ញុំមានកិត្តិយសជំរាបទៅបងប្អូនជនរួមជាតិទូទាំងប្រទេសកម្ពុជាតាមរយៈអ្នកការបរិយាជាតិនិងអន្តរជាតិថ្ងៃនេះថាកលាបសង្គ្រោះជាតិនឹងដង្ហែតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រជាពិសេសក្នុងរាជសារមានឃ្លាដែលសំខាន់បំផុតគឺឃ្លានៅចុងក្រោយរាជសារព្រះអង្គបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរគឺកូនចៅព្រះអង្គទាំងអស់ឲ្យរក្សាភាពស្ងប់ស្ងៀមនិងភាពថ្លៃថ្នូរនៃជាតិដូច្នេះយើងត្រូវតែដង្ហែឲ្យបានត្រឹមត្រូវឲ្យបានពិតប្រាកដធ្វើម៉េចរក្សានៅភាព
ស្ងប់ស្ងៀមនិងភាពថ្លៃថ្នូរនៃជាតិយើងក្នុងន័យនេះយើងនឹងបង្វែរអារម្មណ៍បង្វែរស្មារតីបង្វែរការរៀបចំអ្វីដែលយើងហៅថាមហាបដកម្មអហិង្សានិងសន្តិវិធីបង្វែរអារម្មណ៍ស្មារតីនិងការរៀបចំនោះឲ្យទៅជាពិធីស្មឹងស្មាតបួងសួងទូទាំងប្រទេសស្មឹងស្មាតនិងបួងសួងដើម្បីសន្តិភាពផ្លូវកាយសន្តិភាពផ្លូវចិត្តសន្តិភាពផ្លូវកាយនិងសន្តិភាពផ្លូវចិត្តអាចមានបានលុះត្រាតែមានភាពយុត្តិធម៌សង្គមយុត្តិធម៌នៃការគោរពឆន្ទៈអាយដាមសំរងស៊ីខ្ញុំសូមជម្រាបលោកឲ្យបានច្បាស់ខ្ញុំឈ្មោះអៀកឹមស្រេងអ្វីដែលគ្រប់គ្រងគណៈបកសង្គ្រោះជាតិគឺគ្រប់គ្រងនៅក្នុងលក្ខណៈកាន់លទ្ធិប្រជាធិបតេយ្យតែប្រឆាំងដាច់ខាតរាល់សកម្មភាពណាក៏ដោយឲ្យដង្ហែទៅតាមស្ដេចអៀកឹមស្រេងហើយនឹងការគ្រប់គ្រងគណៈបកសង្គ្រោះជាតិទាំងអស់មិនអាចជំរុញឲ្យប្រជាពលរដ្ឋហ្នឹងដង្ហែទៅតាមស្ដេចទេបែរជាឲ្យយើងក្នុងនាមខ្ញុំជាតំណាងនៅការពារជាតិក្នុងនាមខ្ញុំជាអ្នកដែលគ្រប់គ្រងគណៈបកសង្គ្រោះជាតិមិនជំរុញឲ្យប្រជាពលរដ្ឋថែទៅតាមស្ដេចទេឲ្យស្ដេចថែមកតាមប្រជាពលរដ្ឋវិញដូចជាអ្វីដែលយើងមើលឃើញពីព្រោះដល់ដំណាក់កាលឥឡូវនេះមិនមែនសម័យពីដើមទេសម័យពីដើមស្ដេចដណ្ដើមរាជដើម្បីយកទឹកដីឲ្យប្រជារាស្ត្រអានឹងយើងដង្ហែទៅតាមស្ដេចឥឡូវនេះយើងយកទឹកដីមកឲ្យស្ដេចនៅឲ្យស្រួលដូចជាឲ្យស្ដេចទេដង្ហែទៅតាមរាស្ត្រវិញដូចជាសូមលោកសំរងស៊ីបញ្ជាក់កន្លែងនេះឲ្យបានច្បាស់លាស់រឿងយើងកាន់នៅរបបរាជានិយមយើងមិនមែនយើងអត់បានចោលទេរបបរាជានិយមតែបើសិនជាលោកនិយាយថាដង្ហែទៅតាមស្ដេចខ្ញុំអៀកឹមស្រេងសូមបដិសេធទាំងស្រុងរាល់សម្ដីដែលហៅថានិយាយដង្ហែទៅតាមស្ដេចពីព្រោះអ្វីដែលដង្ហែទៅតាមស្ដេចហ្នឹងយើងអស់20ឆ្នាំហើយដែលយើងជួបនៅវិនិច្ឆ័យកម្មជួបនៅភាពបរាជ័យជួបនៅភាពអស់ដីអស់ព្រៃអស់រ៉ែអស់ជលផលអស់អ្វីទាំងអស់បណ្ដាលមកពីការដង្ហែទៅតាមស្ដេចយើងមើលឃើញភាពវិនិច្ឆ័យកម្មមកទល់សពថ្ងៃកូនក្មេងដែលរស់នៅទៅលើគំនរសម្រាមបងប្អូនចំណាក់ចោលស្រុកខ្មែរយើងគេសម្លាប់តាមព្រំដែនយួនយកដីខ្មែរយើងអស់បណ្ដាលមកពីពាក្យដែលហៅថាដង្ហែទៅតាមស្ដេចដូចជាខ្ញុំអៀកឹមស្រេងសូមបដិសេធមុនគេទាំងស្រុងរាល់សកម្មភាពណាដែលប្រើពាក្យដង្ហែទៅតាមស្ដេចពីថ្ងៃនេះទៅសូមឲ្យស្ដេចដង្ហែទៅតាមរាជវិញមិនមែនឲ្យរាជដង្ហែតាមស្ដេចទេឲ្យស្ដេចដង្ហែទៅតាមរាជពីព្រោះស្ដេចយើងរាល់ថ្ងៃហ្នឹងមិនដែលមានធ្វើអីចេញជីវិតជំនាញទេមានរឿងអីទុកសោកវេទនាប្រជាពលរដ្ឋមានតែទស្សនៈទៅដល់បួងសួងចង់បញ្ចប់អត់បានទៅគម្រាមកំហែងអាក្រុមដែលថ្មិលអាក្រុមដែលពួកចោលមកទន្ទានភាពជោគជ័យពីប្រជាពលរដ្ឋបែរជាស្ដេចមិនព្រមមិនដែលចេញមុខសម្ដីមួយម៉ាត់ណាមួយទៅប្រកាសប្រាប់ថាឲ្យខាងអ្នកដែលមានអំណាចមានកំភ្លើងមានតាំងពីរថកោះចង់បញ្ចប់ឲ្យយើងទៅជាភាពស្ងប់ស្ងាត់ភាពថ្លៃថ្នូរសន្តិភាពខ្ញុំសួរទៅឥឡូវនេះទឹកដីនេះជាទឹកដីរបស់អ្នកណាដើម្បីប្រកបប្រកាសឲ្យប្រជាពលរដ្ឋហ្នឹងស្ងប់ស្ងៀមគេមកលួចភាពជោគជ័យរបស់ប្រជារាស្ត្រខ្លួនឯងហើយគេមកធ្វើបាបប្រជារាស្ត្រខ្លួនឯងហើយបែរជាបង្ខំឲ្យប្រជារាស្ត្រខ្លួនឯងហ្នឹងទៅស្ងប់ស្ងៀមសន្តិភាពហេតុអីបានមិនបង្ខំឲ្យអាក្រុមពួកហ៊ុនសែនហ្នឹងវាស្ងប់ស្ងៀមទៅវិញទៅបើសិនជាខ្លួនឯងជាស្ដេចឥឡូវស្ដេចនឹងជាស្ដេចអីសូមឲ្យលោកឲ្យបញ្ជាក់ឲ្យច្បាស់លាស់សម្រាប់ឯកឧត្តមសំរងស៊ីខ្ញុំគ្រប់គ្រងលោកនៅក្នុងទស្សនៈមួយក្នុងលោកក្នុងជាស្មារតីការពារជាតិនិងជួយជាតិតែទុយទៅវិញបើយកពីគណៈបកសង្គ្រោះជាតិយកទៅចុះចូលហើយដើរដង្ហែទៅតាមស្ដេចហើយស្ដេចពីលនាំប្រជារាស្ត្រទៅជួបនៅវិនិច្ឆ័យកម្មខ្ញុំអៀកឹមស្រេងសូមបដិសេធមុនគេជាតារាស្លាប់ក៏ខ្ញុំអត់សោកស្ដាយដែរតែខ្ញុំមិនខ្ញុំអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិហើយកុំឲ្យប្រើមេទស្សនៈមួយដូចខ្ញុំប្រើជំរាបលោកឲ្យបានច្បាស់លាស់ទឹកអាចបណ្ដែតទូកក៏អាចផលិតទូកបានដែរនេះខ្ញុំក៏នឹងប្រាប់លោកឲ្យច្បាស់លាស់អ្វីដែលខ្ញុំគ្រប់គ្រងគឺជានយោបាយគណៈបកសង្គ្រោះជាតិតែមិនមែនឲ្យលោកឯងដង្ហែទៅតាមស្ដេចទេឲ្យស្ដេចហែទៅតាមរាជម្ដងនេះជាគោលដៅនៅក្នុងសម័យចេកវិជាថ្មីដូចជាស្ដេចអត់មានចេញអីជីវិតជំនាញទេបើស្ដេចចង់រក្សានៅរាជបល្ល័ង្កឲ្យបានត្រឹមត្រូវសូមប្រើនូវភាពយុត្តិធម៌ការពារជាតិខ្លួនឯងឲ្យបានពិតប្រាកដកុំឲ្យនៅក្រោមគំនាបជាអាយ៉ងរបស់ហ៊ុនសែនជាអាយ៉ងរបស់យួនតែកុំឲ្យស្ដេចហ្នឹងជាអាយ៉ងរបស់ហ៊ុនសែនរាល់សកម្មភាពរបស់ហ៊ុនសែនធ្វើអីស្ដេចមិនដែលហ៊ានថាមកម៉ាត់ទេបានន័យថាហ៊ុនសែនឲ្យស្ដេចអង្គុយស្ដេចអត់ហ៊ានឈរនេះហើយមិនមែនជាទស្សនៈថ្លៃថ្នូរទេបង្ខំប្រជាពលរដ្ឋឲ្យថ្លៃថ្នូរបែរជាខ្លួនឯងថោកទាបមានរឿងអីមិនដែលដោះស្រាយពីឲ្យបញ្ហាជាតិទេមានរឿងអីរត់ទៅដេកនៅស្រុកចិនទស្សនៈថ្លៃថ្នូរទេបង្ខំប្រជាពលរដ្ឋឲ្យថ្លៃថ្នូរបែរជាខ្លួនឯងថោកទាបមានរឿងអីមិនដែលដោះស្រាយពីឲ្យបញ្ហាជាតិទេមានរឿងអីរត់ទៅដេកនៅស្រុកចិនខូចមកដល់ឪវារសាយដល់កូនអាខូចពីដូនសូមដល់
ចៅទៅថែមទៀតនេះជាបង្កនៅវិនិច្ឆ័យកម្មខ្មែរយើងគឺបណ្ដាលមកពីស្ដេចហ្នឹងហើយបើបងប្អូននៅណាមួយហ៊ានតែគ្រប់គ្រងស្ដេចនៅក្នុងលក្ខណៈឲ្យជួបនៅវិនិច្ឆ័យកម្មទឹកដីនេះមិនមែនជាទឹកដីស្ដេចទេខ្ញុំប្រាប់ឲ្យច្បាស់លាស់ទឹកដីរបស់ប្រជាជាតិជនជាតិណាជនជាតិដែលកើតនៅលើទឹកដីខ្មែរគឺរស់នៅមានសិទ្ធិសេរីភាពមានការរស់នៅមានតម្លៃថ្លៃថ្នូរនេះគឺជាទឹកដីរបស់លោកយើងអ្នកដែលបោកពាក់បរោះយើងគឺជ័យវរ្ម័នទី7ដែលបន្សល់ទុកនៅលើដីដូនតាហ្នឹងដោយសារស្ដេចហ្នឹងដែលបង្កវិនិច្ឆ័យកម្មនាំយួនមកមិនដែលឃើញរយៈកាលកន្លងមកទល់សពថ្ងៃនាំតែភាពវិនិច្ឆ័យកម្មឲ្យខ្មែររឿងអីប៉បរត់ទៅដេកសុកចិនរឿងអីប៉បរត់ទៅដេកនៅកូរ៉េខាងជើងមិនដែលមានទំនាក់ទំនងមួយខ្មែរហើយបង្កវិនិច្ឆ័យកម្មមកដល់ខ្មែរគ្រប់ជាតារាឯកឧត្តមសូមឯកឧត្តមស្ដាប់ឲ្យបានច្បាស់លាស់បកសង្គ្រោះជាតិគឺជាប្រជាជាតិរាប់លាននៅក្នុងហ្នឹងដូចជាមិនឲ្យប្រើទស្សនៈមួយដង្ហែទៅតាមស្ដេចទេពោះដង្ហែទៅតាមស្ដេច93ហ្នឹងដែលយើងជួបនៅវិនិច្ឆ័យកម្មពីដង្ហែតាមស្ដេចដូចជាណាបើលោកចង់ធ្វើនយោបាយលោករក្សារាជបល្ល័ង្កក៏លោករក្សាទៅតែដាច់ខាតឲ្យស្ដេចដង្ហែតាមរាជមិនមែនឲ្យរាជដង្ហែតាមស្ដេចទេនេះជាសម័យលទ្ធិប្រជាធិបតេយ្យសម័យលទ្ធិប្រជាធិបតេយ្យហ្នឹងអំណាចពលរដ្ឋធំមិនមែនអំណាចស្ដេចធំទេដូចជាចំណុចហ្នឹងប្រើពាក្យដង្ហែតាមស្ដេចខ្ញុំជាកំសែងសូមបដិសេធមុនគេអានឹងគ្រាន់តែខ្ញុំសូមជម្រាបលោកឲ្យបានច្បាស់លាស់ពីបើលោកចង់ធ្វើបាតកម្មអហិង្សាអានឹងលោកធ្វើអីក៏ធ្វើទៅខ្ញុំអត់មានជំទាស់ទេតែបើសឹងតែមានការចោះចូលជាមួយនឹងគណៈបកក្រុមកំពើប្រជាពលរដ្ឋហើយនឹងខ្ញុំអត់លើកលែងទេខ្ញុំបានបញ្ជាក់ខ្ញុំជាអ្នកវិភាគនយោបាយខ្ញុំជាអ្នកការពារជាតិហើយក៏ខ្ញុំជាអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិការប្រព័ន្ធតែខ្ញុំគ្រប់គ្រងទៅអ្វីដែលហៅថាដំណើរត្រូវទេតែផ្ទុយទៅវិញបើសិនជាលោកឲ្យធ្វើខុសខ្ញុំអត់លើកលែងទេតែចង់បានខ្ញុំមិនមែនជាភាពងប់ងល់តែចង់បានលៀបសការៈអីទេតែអ្វីដែលខ្ញុំឈឺចាប់នឹងការពារបំផុតគឺកុំឲ្យខ្មែរយើងបាត់បង់នេះជាទំហំនៃការឈឺចាប់ទំហំនៃការការពារទឹកដីដូចជាខ្ញុំក៏សូមជម្រាបលោកឲ្យបានច្បាស់ពីបញ្ហាដែលហៅថាលោកឯងដង្ហែទៅតាមព្រះអង្គម្ចាស់ណាព្រះករុណាខ្ញុំអត់ឲ្យយកគណៈបកសង្គ្រោះជាតិទៅដង្ហែតាមទេគឺឲ្យស្ដេចទេមកដង្ហែតាមគណៈបកសង្គ្រោះជាតិហើយបើសិនជាស្ដេចចង់ឲ្យបានភាពគង់វង្សនៅផ្សេងផ្សាខ្លួនឯងសូមឲ្យទៅទៀតសង្កត់ផ្នែកខាងជួររដ្ឋាភិបាលហ៊ុនសែនហ្នឹងប្រើកម្លាំងហ្នឹងដើម្បីទៅទៀតសង្កត់ខាងហ៊ុនសែនវិញពួកហ្នឹងជាកងចៅមិនមែនឲ្យមកទៀតសង្កត់គ្នាទុនខ្សោយជឿនទៀតថែមទៀតមិនអានទៅជឿនបានដូចសម័យឆ្នាំ93ជាពលរដ្ឋអត់ដឹងអត់យល់នេះមិនមែន93ទេណានេះឆ្នាំ2013ក៏ជាសម័យចែកកម្ពុជាថ្មីដែរនេះខ្ញុំសូមបញ្ជាក់ប្រាប់លោកឲ្យបានច្បាស់ពីបញ្ហាដែលលោកយកទស្សនៈហ្នឹងយកមកហែហមទៅតាមដង្ហែទៅតាមស្ដេចខ្ញុំអៀកំសែងសូមបដិសេធជាដាច់ខាតនេះឲ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នាអ្វីដែលយើងជួបវិនិច្ឆ័យកម្មមកទល់សប្តាហ៍ថ្ងៃដូចជាសូមឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងផ្នែកខាងអន្តរបណ្ដាញសូមជួយជំរុញផ្នែកខាងរឿងសុខខ្មែរនេះទឹកដីយើងនេះមិនមែនជាទឹកបុកដីបុគ្គលណាមួយណាទេឥឡូវលើកចំនួនពីឆ្នាំ93យើងដែលគ្នាខំចលនាតស៊ូអស់11ឆ្នាំទាំងរំតែយើងទាមទារបានលទ្ធិប្រជាធិបតេយ្យបានសេរីពហុបកនាំមកសន្តិភាពនៅស្រុកខ្មែរចុងបញ្ចប់ដោយសារស្ដេចសៀនុហ្នឹងដោយសាររក្សានៅរាជបល្ល័ង្កខ្លួនឯងយកពីភាពជោគជ័យរបស់អ្នកដែលគ្នាពលលីជីវិតអស់30,000នាក់ទាំងរំបានលទ្ធិប្រជាធិបតេយ្យយកចំណុចហ្នឹងមកដោះសារដើម្បីកូនចៅខ្លួនឯងចាក់កំពុងហ្នឹងហើយនឹងហ៊ុនសែនបង្កចលាចលទៅបង្កើតតំបន់អភិគមយកចំណុចហ្នឹងមកដោះដូរដេញ UN ចេញថាអ្វីដែលយើងជួបវិនិច្ឆ័យកម្មទៅសប្តាហ៍ថ្ងៃ20ឆ្នាំហើយខ្មែរយើងងាប់រាប់សែននាក់សប្តាហ៍ហ្នឹងរហូតទទួលយើងបាត់បង់តាំងពីកោះត្រល់ព្រំដែនហើយគេហៅថាជីវភាពរស់នៅទឹកដីគេយកទន្ទ្រានយូររាល់ថ្ងៃយំសោកគ្រប់គ្នាហើយរយៈពេលថ្មីយើងได้ឃើញខាងបឹងកក់បូរីកីឡានាំគ្នាទៅហូរយំមុខរាជវាំងយើងได้ឃើញស្ដេចចេញមកជួយទេសូម្បីតែញ៉ាត់មិនចង់នឹងទទួលផងបែរជាទទួលហើយឆ្លើយដោះសារមួយម៉ាត់ក៏អត់មានហើយយើងទៅរំពឹងស្ដេចទៅអីដង្ហែទៅលើស្ដេចជាមួយស្ដេចអីខ្ញុំក៏នៅពីថ្ងៃនេះទៅបងប្អូនណាក៏ដោយបើហ៊ានតែរក្សានៅគេហៅថាស៊ីអនុទៀតខ្ញុំនឹងកាត់ទោសបងប្អូននឹងគេហៅថាជាអក្រិតកម្មប្រវត្តិសាស្ត្រពីព្រោះស៊ីអនុជាឃាតករសម្រាប់ខ្មែរនេះខ្ញុំបានបញ្ជាក់ប្រាប់ហើយបញ្ជាក់ទៀតហើយពង្រឹងទៀតខ្ញុំគ្រប់គ្រងតែអ្វីគេហៅថាជាតិយើងនេះតែមិនមែនការពារស្ដេចគេហៅថាស្ដេចយើងទេខុសគ្នាពីម៉ាត់ស្ដេចហ្នឹងមិនចំជាស្ដេចយើងនេះបើស្ដេចយើងគេជួយយើងហើយអានេះគេជួយយួនគេហៅថាស្ដេចយើងជួយជាតិខ្មែរអានេះស្ដេចហ្នឹងមិនបានជួយជាតិខ្មែរទេសងំសុកអ្នកគេធ្វើបាបជាតិខ្មែរសងំសុកដល់ឲ្យយើងទៅទៀមទាតវ៉ាបែរជាមកបង្ខំយើងឲ្យទៅស្ងប់ស្ងៀមណាសន្តិភាពតែស្ដេចហ្នឹងបានឲ្យហ៊ុនសែនធ្វើសន្តិភាពទេហេតុអីបានហ៊ុនសែនមកចលាចលឲ្យប្រជារាស្ត្រយើងធ្វើការសន្តិភាពវិញតែក៏នៅខ្ញុំប្រាប់លោកឯកឧត្តមឲ្យបានច្បាស់លាស់បើសិនជាលោកឯកឧត្តមចូលក៏មិនប្រកាសជាលោកឯកឧត្តមបានជោគជ័យដែរសកម្មភាពហ្នឹងមិនអាចទៅរួចទេមានតែហ៊ុនសែនទៅតែចុះចេញ
ពីតំណែងជាដាច់ខាតមកកុំឲ្យលោកឲ្យយល់ឃើញសង្ឃឹមថានឹងចូលរួមដាច់ខាតខ្ញុំអៀកុំផ្សេងសុំបដិសេធមុនគេរាល់សកម្មភាពណាក៏ដោយអ្វីដែលយើងតាមទាមទារភាពជ័យជំនះរបស់ប្រជាពលរដ្ឋដោយពិតប្រាកដអត់មានអនុគ្រោះទេច្បាប់នៅតែជាច្បាប់ចោលនៅតែជាចោលតែចៃអត់ដាច់មិនអាចចូលរួមជាមួយចោលកើតទេនេះខ្ញុំសូមបញ្ជាក់ទៅលើឯកឧត្តមមកបានច្បាស់លាស់ជាឡារឹកបើបងប្អូនជនរួមជាតិយើងទាំងអស់សូមផ្ញើសារហ្នឹងបញ្ជូនទៅលោកសំរងស៊ីបងដើម្បីឲ្យយល់ពាក្យហ្នឹងដាច់ខាតឲ្យដាច់ដង្ហែតាមរាជមិនមែនឲ្យរាជដង្ហែតាមស្ដេចទេពីព្រោះយើងហែដង្ហែទៅតាមស្ដេចអស់20ឆ្នាំហើយដែលយើងជួបនៅវិនិច្ឆ័យកម្មទោសសប្តាហ៍ឥឡូវនេះសូមឲ្យស្ដេចដង្ហែទៅតាមរាជវិញនេះដែលខ្ញុំសូមបញ្ជាក់ឲ្យបានច្បាស់លាស់បាទសូមអរគុណ